ការងារទាំង5នេះគឺជាការងារដែលមានប្រាក់ខែខ្ពស់មែនទែនអ្នកនរគ្នាហើយអ្នកនរគ្នាអាចជ្រើសរើសបានតើត្រូវធ្វើការងារមួយណាដែរហើយការងារទី1នេះគឺអ្នកដកពឹសពោះអ្នកនរគ្នាគឺយកពឹសពីពោះណាដែរសាហាវអ្នកនរគ្នាមានពឹសខ្លាំងៗហើយយកពឹសរបស់ពោះហ្នឹងគឺទៅប្រើសម្រាប់ផលិតថ្នាំសង្គ្រោះជីវិតប៉ុន្តែវាអាចមានគ្រោះថ្នាក់ដែរអ្នកនរគ្នាពោះដែលមានពឹសខ្លាំងខំអាចស្លាប់ក្នុងរយៈពេលដ៏ខ្លីបានហើយត្រូវការគ្រប់គ្រងសត្វដែលយើងអត់ដឹងថាក្នុងចិត្តវាហ្នឹងគិតអីអ្នកនរគ្នាហើយកំហុសយើងតិចតួចហ្នឹងក៏អាចគ្រោះថ្នាក់ធ្ងន់បានដែរការងារទី2នោះគឺអ្នកឡើងអង្តែនខ្ពស់អ្នកនរគ្នាប្រាក់ខែរបស់អ្នកឡើងអង្តែនហ្នឹងប្រហែលជា$3,000ទៅ$8,000នៅក្នុងមួយខែវាអាចបានច្រើនជាងនឹងទៀតអ្នកនរគ្នាបើសិនជាអ្នកនរគ្នានឹងមានបទពិសោធន៍ហើយប៉ុន្តែវារៀងគ្រោះថ្នាក់ដូចគ្នាគឺយើងត្រូវឡើងកម្ពស់លើសពី300ម៉ែត្រទៅតែ100ម៉ែត្រហើយយើងត្រូវប្រឈមមុខនឹងខ្យល់ខ្លាំងហើយធ្វើឲ្យងាយរអិលហើយបើសិនបើយើងធ្លាក់មកស្ទើរតែមិនសល់ជីវិតនោះទេនេះហើយជាហេតុផលដែលវានឹងបានប្រាក់ខែខ្ពស់ហើយនឹងប្រឈមមុខនឹងគ្រោះថ្នាក់ហើយយើងត្រូវការភាពក្លាហានដើម្បីធ្វើការងារនឹងផងដែរការងារទី3ហ្នឹងគឺជាអ្នកបំបត្តិគ្រាប់បែកអ្នកនរគ្នាប្រាក់ខែហ្នឹងចាប់ពី$4,000រហូតដល់ទៅ$10,000ក្នុងមួយខែអានោះគឺច្រើនមែនទែនហើយប្រទេសខ្លះហ្នឹងអាចខ្ពស់ជាងនឹងទៅទៀតអ្នកនរគ្នាការងារហ្នឹងយើងត្រូវបំទុះគ្រាប់បែកដែលអត់ទាន់ទុះអ្នកនរគ្នាហើយដោយសារតែគ្រាប់បែកហ្នឹងគឺវាអាចទុះបានគ្រប់ពេលហើយបើសិនជាមានកំហុសតិចតួចវាអាចទុះភ្លាមតែម្ដងគឺយើងត្រូវការបណ្ដុះបណ្ដាលខ្ពស់មែនទែនហើយនឹងផ្ដោតអារម្មណ៍ខ្លាំងដោយការងារនេះគឺគេត្រូវបានចាត់ទុកថាជាការងារមួយក្នុងចំណោមការងារដែលគ្រោះថ្នាក់បំផុតនៅក្នុងពិភពលោកផងដែរការងារទី4នោះគឺជាអ្នកជួសជុលនៅក្រោមបាតសមុទ្រប្រាក់ខែចាប់ពី$5,000រហូតដល់ទៅ$15,000ខ្លះអាចលើសនេះទៅទៀតអ្នកនរគ្នាការងារហ្នឹងយើងត្រូវតែចុះទៅធ្វើការក្រោមសមុទ្រជម្រៅខ្លាំងរហូតដល់ទៅ50ទៅ300ម៉ែត្រឯណោះហើយយើងត្រូវរស់នៅក្នុងបន្ទប់ដែលមានសម្ពាធខ្ពស់ជាច្រើនថ្ងៃអ្នកនរគ្នាហើយបើសិនជាមានបញ្ហាមិនអាចឡើងមកខាងលើបានវាអាចប៉ះពាល់ដល់ជីវិតអ្នកនរគ្នានេះជាការងារដែលរកលុយបានច្រើនបំផុតមួយនៅក្នុងពិភពលោកការងារចុងក្រោយគឺការងារទី5អ្នកនរគ្នាគឺជាអ្នកបើកបរយានអវកាសដែលមានប្រាក់ខែចាប់ពី$5,000រហូតដល់ទៅ$15,000ឯនោះក្នុងមួយខែអាស្រ័យទៅលើអង្គការ NASA ឬ ESA ដែលគាត់ជាអ្នកចាត់ចែងអញ្ចឹងការងារហ្នឹងគឺយើងត្រូវតែនៅក្នុងហ្នឹងដើម្បីឲ្យគេបាញ់ទៅលើអវកាសដែលគ្មានខ្យល់ហើយទំនាញហ្នឹងគឺស្មើនឹង0ហើយយើងត្រូវហាត់រៀនជាច្រើនឆ្នាំហើយបើមានបញ្ហាបច្ចេកទេសគឺវាមានគ្រោះថ្នាក់ខ្លាំងមែនទែននេះជាការងារដែលមនុស្សតិចណាស់ក្នុងពិភពលោកអាចធ្វើបានចុះចំពោះអ្នកនរគ្នាវិញគិតថាខ្លួនឯងស័ក្តិសមជាមួយនឹងការងារមួយណាដែរសូមខមមិននៅខាងក្រោមវីដេអូនេះសូមកុំភ្លេចជួយ follow និង subscribe បើសិនជាអ្នកនរគ្នាចង់ដឹងរឿងរ៉ាវជាមួយពិភពលោក